ក្រុមហ៊ុនមួយនេះយ៉ាបែឈ្មោះក្រុមហ៊ុនណាទៀតមានបញ្ហាហើយក្រុមហ៊ុនហ្នឹងយើងធ្លាប់និយាយមួយសិស្សដែរថាវៀងបានវៀងទៅហើយបើមានលុយក្នុងហ្នឹងឬច្រឡំលុយពីហ្នឹងមកដាក់ក្នុង wallet ទៅបាទអញ្ចឹងបងប្អូនដែលស្គាល់ពាក្យថា USDT អ្នកខ្លះគាត់ដឹងថា USDT ហ្នឹង crypto ទេអាហ្នឹង crypto តើហើយកាលណាយើងយល់ពី crypto តើយើងកាលណាយើងប្រើ crypto យើងត្រូវស្គាល់ wallet ណាអីទៅ wallet អីទៅ hot wallet អីទៅ cool wallet ណាទៅស្រាវជ្រាវឡើងហ្នឹងបន្តមកទៀតយើងត្រូវស្គាល់អីទៅ network ហើយបាញ់លុយតាម network ហ្នឹងមិន network អីខ្លះ network BNB network Ethereum network ច្រើនណា Apto ហើយហ្នឹងបាទអញ្ចឹងយើងស្គាល់ network ឲ្យច្រើន network Tron ណាបាទហើយបន្តមកទៀតយើងស្គាល់រឿងអស់ហ្នឹងហើយយើងស្គាល់ពីអីទៅ security នៅក្នុងហ្នឹងសុវត្ថិភាពនៅក្នុងវិស័យ centralized exchange ឬ decentralized exchange ហើយមួយទៀតសំខាន់ភាពមិនប្រក្រតីរបស់ក្រុមហ៊ុនណាមួយតែយើងមើលមិនអញ្ចឹងនៅពេលដែលយើងដឹងរឿងអស់ហ្នឹងយើងវៀងគ្រោះថ្នាក់បានមុនពេលមុនគេមុនឯងទៀតបាទហើយយើងដឹងខ្លួនមុនហើយចំពោះសិស្សខ្ញុំមិននឹង fan ដែល top fan ហ្មងដែលគាត់តាមដានខ្ញុំគ្រប់ពេលគ្រប់វេលាគ្រប់កន្លែងគាត់នឹងដឹងហើយគាត់អត់មានគ្រោះថ្នាក់បែបអញ្ចឹងកើតឡើងហើយមួយទៀតកុំស្ដាយ free អាការចំណាយវេចេញវេចូលហ្នឹងវាត្រូវការចំណាយតែយើងកុំស្ដាយអាហ្នឹងអានេះគឺជាបទពិសោធន៍មួយអាចមានបទពិសោធន៍ផ្សេងកើតឡើងបន្តទៀតពីព្រោះរឿងអស់ហ្នឹងវាមិនមែនទៅកើតឡើងឥឡូវទេវាកើតឡើងយូរមកហើយណាបាទអញ្ចឹងយើងត្រូវដឹងថាបញ្ហានិយាយកើតណានិយាយកើតអូខេហើយយើងមួយទៀតសូម្បីតែកាលមុនមានក្រុមហ៊ុន Forex Dual នៅក្នុងស្រុកមួយហើយខ្ញុំនិយាយកើតដែរហ្នឹងហើយបាទប្រាប់សិស្សក្នុងក្រុមប្រាប់បានណាប្រាប់តាន់ហើយមួយទៀតក្រុមហ៊ុន Forex ស្រុក Dual 2ក្រុមហ៊ុនមិនមែន2ទេច្រើនណាក្រុមហ៊ុនធំឲ្យតលាយនិយាយទៅពិភពលោកនេះគឺក្រុមហ៊ុនប្រកក្រៅស្រុកវាច្រើនមែនទេហើយអាតូចហ្នឹងច្រើនហើយងាយដួលអញ្ចឹងអារឿងទាំងអស់ហ្នឹងពេលខ្លះបាទនិយាយសូម្បីបញ្ចេញឈ្មោះក៏អត់ហ៊ាននិយាយដែរសូម្បីបញ្ហាខុសប្រក្រតីដែលខ្ញុំបានឃើញហ្នឹងខ្ញុំដឹងហើយខ្ញុំនិយាយថាធានៈកើតដែរនិយាយថាធានៈមិនកើតអញ្ចឹងសូម្បីនេះជាមួយពេលធ្វើវីដេអូបញ្យល់ឲ្យលំអិតតែបើសាធារណៈបានទេហ្នឹងអរគុណប៉ុណ្ណឹងឯងច្រើនបញ្ហាឡើយ